អ្នកនរគ្នាបរិប3នាក់នេះគឺជាអ្នកដែលបង្កើតទូរស័ព្ទដែលហៅថា telephone ហ្នឹងឯងលោក Alexander Graham Bell ត្រូវបានគេសរសើរថាជាអ្នកបង្កើត telephone ចាប់តាំងពីប៉ាតនឹងការបង្ហាញរបស់គាត់សម្រាប់ការឧបករណ៍ដែលត្រូវបានរចនាឡើងសម្រាប់ការបញ្ចូលសំឡេងឬសំឡេងផ្សេងទៀតតាមតួលេខបណ្ដាលឲ្យមានចរន្តអគ្គិសនីទទួលបានជោគជ័យតែអ្នកនរគ្នាមិនមែនតែម្នាក់ទេដែលផលិត telephone ហ្នឹងមានដូចជា Antonio Meucci និង Joy Reid គឺជាអ្នកដែលផលិត telephone ដូចគ្នាដែរហើយលោក Antonio Meucci ដែលខ្ញុំលើកនិយាយឲ្យមិញហ្នឹងជាជនជាតិប្រវេសអ៊ីតាលីបានចាប់បង្កើតការរចនានៃទូរស័ព្ទនិយាយមិនតែប៉ុណ្ណោះនៅក្នុងឆ្នាំ1871ក៏បានបើកការប្រមានសម្រាប់ការរចនាតួលេខនិយាយរបស់គាត់ដោយសារតែបញ្ហាអរិយវត្ថុរបស់គាត់មកសេមិនអាចបន្តការប្រមានរបស់គាត់បានទៀតទេនឹងហើយអ្នកនរគ្នារហូតដល់សភាតំណាងសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចមួយនៅក្នុងថ្ងៃទី11មិថុនាឆ្នាំ2002នេះឯងអ្នកនរគ្នារីឯចុយហារ៉េដែលខ្ញុំលើកនិយាយឲ្យមិញហ្នឹងអ្នកនរគ្នាគឺជាអ្នកប្រឌិតម្នាក់ទៀតដែលពេលខ្លះគេត្រូវបានគេចាប់ទុកថាជាអ្នកបង្កើតទូរស័ព្ទម្នាក់ទៀតដែររ៉េតគឺជាគ្រូបង្រៀនគ្រូវិទ្យានៅក្នុងប្រទេសអាល្លឺម៉ង់អ្នកនរគ្នាហើយអ្នកនរគ្នាមិនស្មានថាក៏បានហៅឧបករណ៍របស់គាត់ថា telephone ជាលើកដំបូងហើយដែលពាក្យនេះត្រូវបានគេប្រើប្រាស់ដើម្បីសំដៅទៅលើឧបករណ៍ដែលបំបែកសំឡេងជាសញ្ញាអគ្គិសនីបន្ទាប់មកក៏បានបន្តការអភិវឌ្ឍកំណើនរបស់គាត់ក្នុងការផលិតទូរស័ព្ទឬហៅថា telephone អរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់កុំភ្លេចចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗ